Rập xua bù mình lâu lộ bà dươngធ្វើបានមួយទៀតហើយនេះគឺជាការធ្វើវីឡូរបស់ខ្ញុំក្នុងឆ្នាំ2006ដែលឆ្នាំកន្លងខ្ញុំបានធ្វើទេខ្ញុំមាន YouTube របស់ខ្ញុំហើយប៉ុន្តែគឺខ្ញុំទុកវាចូលរហូតមកដល់ឆ្នាំ2026ខែ6នេះតែម្ដងបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមតនេយើងធ្វើជាវីឡូដែលនិយាយពីអត្ថប្រយោជន៍ក្នុងការចិញ្ចឹមជ្រូកសាច់ហើយនិងអត្ថប្រយោជន៍ក្នុងការចិញ្ចឹមជ្រូកមេដើម្បីយកកូនក្នុងការចិញ្ចឹមជ្រូកមេនិងចិញ្ចឹមជ្រូកសាច់បើយើងនិយាយពីផលប្រយោជន៍នឹងការបានផលលឿននិយាយខុសបើសិនជាយើងចង់បានផលលឿនយើងចិញ្ចឹមជ្រូកសាច់វាលឿនណាបងប្អូនរយៈពេល4ខែគឺយើងបានទទួលបានផលមកវិញណាបងប្អូនខាត់ចំណេញក្នុងរយៈពេល4ខែគឺយើងទទួលបានមកវិញហើយនៅថ្លៃដើមហើយនិងថ្លៃចំណេញរបស់យើងក្នុងការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារណាបងប្អូនហើយបើសិនជាបងប្អូនរៀបទ្រុងដំបូងចាប់ផ្ដើមណាក្នុងការចាប់ផ្ដើមបើសិនជាយើងអត់ទាន់មានសមត្ថភាពក្នុងការទិញជាធុងអូតូទេយើងអាចធ្វើដូចខាងខ្ញុំអញ្ចឹងមកបងប្អូនអាចធ្វើជាស៊ីម៉ង់ក៏អញ្ចឹងក៏បានក៏ឬមួយក៏យើងធ្វើកង់ឡានកង់ឡូតាមការច្នៃរបស់បងប្អូនហើយការចិញ្ចឹមជ្រូករបស់ខ្ញុំដូចខ្ញុំលើកឡើងខាងលើវីឡូមុនគឺសំខាន់បំផុតទឹកផឹកហើយនឹងទឹកដេករបស់ជ្រូករបស់យើងអានេះក្នុងការចិញ្ចឹមជ្រូកសាច់ណាបងប្អូនការចាប់ផ្ដើមដំបូងបើសិនជាបងប្អូនចង់ធ្វើយើងចិញ្ចឹមជ្រូកសាច់មុនប៉ុន្តែបើសិនជាយើងនឹកឃើញថានេះចង់ចិញ្ចឹមជ្រូកមេដូចខ្ញុំអីចេះដែរយើងអាចទុកវាពីក្រោយណានៅពេលដែលពួកជ្រូកសាច់នេះវាឡើងធំវាចាប់ផ្ដើមដល់ថ្ងៃលក់យើងអាចទុកវាធ្វើមេនៅមួយណាដែលស្អាតប៉ុន្តែជ្រូកដែលខ្ញុំនិយាយនេះគឺជាជ្រូកដែលខ្ញុំចិញ្ចឹមក្នុងលក្ខណៈគ្រួសារជ្រូកពូជក្នុងស្រុកបាទអ្នកខេត្តសៀមរាបបងប្អូនហើយសម្រាប់ពេលរបស់ខ្ញុំនិយាយទៅខ្ញុំធ្វើមួយឆ្នាំខានដូចជា3ឆ្នាំនេះគឺជាទ្រុងរបស់ខ្ញុំដែលដំបូងឡើយគឺយើងចាប់ផ្ដើមពីការចិញ្ចឹមជ្រូកតែមួយបងប្អូនប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមចិញ្ចឹមហើយមានន័យថាយើងធ្វើវាបើយើងធ្វើឈប់បើយើងធ្វើខានវាអត់បានទៅមុខទេបងប្អូនតែបើយើងធ្វើហើយយើងចាប់ផ្ដើមម្ដងបន្តិចម្ដងបន្តិចហើយការចិញ្ចឹមជ្រូករបស់យើងនឹងអាចកើនឡើងពី1ដល់2ណាបងប្អូនហើយនេះគឺជាកូនជ្រូករបស់យើងដែលកើតគឺសុខភាពខ្លាំងមែនទែននៅពេលដែលយើងញ៉ាំទ្រុងសម្រាប់គៀបហើយកូនគឺដូចបងប្អូនឃើញទី1ឆាប់ចេះស៊ីចំណីទី2ខ្លួនរបស់យើងមានសុខភាពដោយសារតែខ្ញុំរងាយយើងដើរឆ្ងាយខ្លាំងមែនទែនការលក់របស់ខ្ញុំយើងដើរ25ខេត្តក្រុងលក់គោណាបងប្អូនហើយការចិញ្ចឹមរបស់ខ្ញុំវាអត់ធំដុំទេប៉ុន្តែគឺខ្ញុំចិញ្ចឹមលក្ខណៈគ្រួសារបងប្អូនអរគ្នាដូចបងប្អូនឃើញហើយយើងចាប់ផ្ដើមតិចៗឥឡូវយើងក៏មានកូនសម្រាប់លក់ជូនបងប្អូនតិចៗទៅបងប្អូនហើយសម្រាប់ទ្រុងខ្ញុំគឺធំទេគឺលក្ខណៈគ្រួសារបងប្អូនប៉ុន្តែបើសិនជាណាមួយយើងមានឱកាសណាយើងមានសំណាងការប្រឹងប្រែងរបស់យើងចេះតែទៅយើងអាចបន្តធ្វើឲ្យធំជាងនេះអរគុណច្រើនសម្រាប់វីដេអូរបស់ខ្ញុំបើសិនជាបងប្អូនពូមីងចង់ដឹងពីរបៀបចិញ្ចឹមជ្រូកសាច់និងចិញ្ចឹមជ្រូកមេអាចធ្វើការចែករំលែកបានណាបងប្អូនអាចដាក់ជាខមមិនខាងក្រោមមកខ្ញុំនឹងធ្វើការឆ្លើយតបជូនបងប្អូនអរគុណច្រើនបងប្អូនសម្រាប់វីដេអូរបស់ខ្ញុំសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំនិយាយទៅខ្ញុំនិយាយគឺ scene original អត់មានកាត់តទេគឺយើងថតហើយដាក់សលេងបញ្ចូល direct តែម្ដងខ្ជិលកាត់តអរគុណច្រើនបងប្អូន